គូឆៅយានឈប់ភ្លាមផ្ទះបងក៏គ្មានក្រុមហ៊ុនបងក៏លីដែរបងចង់ទម្លាក់កំហុសទាំងអស់នេះមកលើក្បាលខ្ញុំមែនទេឯងនិយាយស្អីហ្នឹងឯងធ្វើពុតជាស្លូតត្រង់គួរឲ្យអាណិតចិត្តណាសម្ដែងធ្វើឲ្យខ្ញុំយល់ច្រឡំលើជាងលីម្ដងហើយម្ដងទៀតខ្ញុំមិននឹងអាចលែងលះក្រុមហ៊ុនខ្ញុំមិននឹងអាចខ្សែធនបងនៅជាមួយខ្ញុំលួចនឹករសជាតិស្នេហ៍ដំបូងរបស់បងទុកប្រពន្ធចោលមួយកន្លែងមិនខ្វល់មិនសួរនាំចុងក្រោយបងនៅហ៊ាននិយាយពេញមាត់ថានេះជាកំហុសខ្ញុំទៀតបងពិតជាមានពុតត្បុតគួរឲ្យអស់សម្ដេចណាស់នឹងហើយបើធៀបនឹងស្រីតូចដែលហ៊ានចេញមុខបែបនេះប្តីដែលមានពុតត្បុតកាន់តែគួរឲ្យស្អប់នឹងហើយប្រុសប្រភេទនេះសំបីតែឆ្កែក៏មិនយកដែរគេតាមពិតជាមនុស្សបែបនេះសោះហើយនាងទៀតហេតុអីក៏នាងមានប្រវត្តិល្អម្ល៉េះហេតុអីមនុស្សប្រុសទាំងអស់តាមកប់ចិត្តនាងច្បាស់ណាស់ថាគូឆៅយានលែងលះនាងហើយតែគេនៅតែនឹកនាងមិនភ្លេចច្បាស់ណាស់ថាខ្ញុំក្មេងជាងស្អាតជាងនិងមានសមត្ថភាពជាងនាងហេតុអីគ្មានមនុស្សប្រុសណាម្នាក់ស្រឡាញ់ខ្ញុំស្មោះស្រស់ចឹងភាពស្មោះត្រង់គឺបានមកពីការដោះដូរនាងធ្លាប់ផ្ដល់ភាពស្មោះត្រង់ទេអ្វីដែលគួរឲ្យអាណិតមិនមែនជាប្រវត្តិរបស់នាងទេតែជាការយល់ដឹងកម្រិតទាបដែលនាងមិនអាចកំចាត់បាននាងជាអ្នកនាងធំដែលគេថ្នាក់ថ្នមនាងមានសិទ្ធិអីមកវិនិច្ឆ័យខ្ញុំបើសិនជានាងដូចជាខ្ញុំមានម៉ែដែលចេះតែទៀមទាមិនចេះចប់មានដែលញៀនលបែងនាងហ៊ានធានាទេថានាងអាចរស់នៅក្នុងលូទឹកស្អុយបែបនេះដោយមិនប្រឡាក់បានជាងលីនាងមិនយល់អីសោះឡើយទើបបានជានាងចេះតែធ្វើរោគពីខ្ពង់ខ្ពស់បែបនេះជាងលី